បាទគោរពជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះក្រុមការងារជីសេរីរាង្គការរំចង់3បានមកដល់កន្លែងដាំបន្លែផ្ទះសំណាញ់ចឹងដូចបងប្អូនឃើញស្រាប់ហើយបាទនេះគឺជាដំណាំបន្លែស្ពៃកញ្ញាញយើងដាំនៅក្នុងរោងផ្ទះសំណាញ់អញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ចែកជូនក៏ដូចជាចែករំលែកក៏ដូចជាចង់ណែនាំពីផលិតផលជីសេរីរាង្គការរំចង់3របស់យើងបាទអញ្ចឹងសម្រាប់បងប្អូនដែលធ្វើបន្លែផ្ទះសំណាញ់ដូចជាដាំស្ពៃកញ្ញាញហ្នឹងជាដើមអញ្ចឹងបើសិនជាបងប្អូនដែលចង់ដាំស្ពៃកញ្ញាញឲ្យបានទិន្នផលល្អឲ្យស្ពៃលូតលាស់ល្អហើយជៀសផុតពីជំងឺផ្សេងក៏ដូចជាពីបញ្ហាលាកស្លឹកក៏ដូចជាបញ្ហាដែលស្ពៃមិនសូវលូតលាស់ល្អហ្នឹងបើបងប្អូនចង់ឲ្យជៀសផុតពីបញ្ហាទាំងអស់ហ្នឹងក៏ដូចជាចង់ឲ្យស្ពៃលូតលាស់ល្អហើយបានទម្ងន់និងបានគីឡូច្រើនអញ្ចឹងខ្ញុំសូមណែនាំពីផលិតផលជីសេរីរាង្គការរំចង់3បាទអញ្ចឹងជីសេរីរាង្គការរំចង់3គឺជាប្រភេទជីកសិកម្មដែលផលិតនៅក្នុងស្រុកហើយជាប្រភេទជីដែលផលិតដោយស្នាដៃគុនខ្មែររបស់យើងអញ្ចឹងអត្ថប្រយោជន៍ជីសេរីរាង្គការរំចង់3នេះគឺធ្វើឲ្យដីផុសដីធូរនៅពេលដែលបងប្អូនប្រើប្រាស់គ្រាប់បាតគឺបង្កើតអូស៊ីសែនក្នុងដីជួយបង្កើនអតិសង្គមប្រាណក្នុងដីហើយជំរុញទៅដល់ការលូតលាស់របស់ដំណាំហើយលក្ខណៈពិសេសមួយទៀតជីសេរីរាង្គការរំចង់3គឺបងប្អូនអាចប្រើប្រាស់ទៅលើដំណាំបានគ្រប់ប្រភេទមិនថាដំណាំស្ពៃឬក៏បន្លែផ្សេងឬក៏ដំណាំស្រូវឬក៏ប្រភេទដំណាំកសិឧស្សាហកម្មឬដំណាំឈើកុកតែផ្សេងទេអញ្ចឹងបងប្អូនដែលមានអំណងចង់បានជីដែលមានគុណភាពល្អអញ្ចឹងខ្ញុំសូមណែនាំគឺជីសេរីរាង្គការរំចង់3បើបងប្អូនចង់បានបងប្អូនអាចទំនាក់ទំនងទៅលើលេខទូរស័ព្ទនៅក្នុងកញ្ចក់ទូរស័ព្ទរបស់បងប្អូនបាទសូមអរគុណ